ជំរាបសួរខ្ញុំបាទពិសិដ្ឋសូមនាំមកជូនលោកអ្នកនៅចំណេះដឹងថ្មីមួយទៀតពីកម្មវិធីតើអ្នកដឹងទេប្រជាជនកម្ពុជាមានវត្តជាច្រើនគេសាងសង់វត្តទាំងអស់សម្រាប់គោរពបូជាផ្នែកពុទ្ធសាសនាក្រុងភ្នំពេញមានវត្តល្បីល្បាញជាច្រើនរួមទាំងវត្តមួយដែលបានសាងសង់នៅលើកំពូលវត្តភ្នំផងដែរប៉ុន្តែក្រុងភ្នំពេញនៅមានវិហារមួយទៀតនោះគឺវិហារព្រះកែវមរកតដែលមានលក្ខណៈពិសេសជាច្រើនគួរឲ្យចាប់អារម្មណ៍សំណួរថ្ងៃនេះគឺអ្វីទៅជាលក្ខណៈពិសេសរបស់វិហារព្រះកែវមរកតវិហារព្រះកែវមរកតស្ថិតនៅក្នុងព្រះបរមរាជវាំងឈ្មោះផ្លូវការរបស់វិហារព្រះកែវគឺព្រះវិហារព្រះកែវមរកតដែលគេនាំគ្នាហៅតគ្នាមកថាវត្តព្រះកែវប្រជាជនកម្ពុជានិងភ្ញៀវទេសចរស្គាល់វត្តព្រះកែវតាមរយៈឈ្មោះវត្តប្រាក់វត្តព្រះកែវត្រូវបានគេប្រសិទ្ធនាមឈ្មោះបែបនេះដោយសារតែកម្រាលឥដ្ឋរបស់វត្តធ្វើពីប្រាក់សុទ្ធកម្រាលឥដ្ឋនីមួយៗមានទម្ងន់លើសពី1គីឡូក្រាមវិហារនេះមានដាក់តាំងនៅទ្រព្យសម្បត្តិជាតិជាច្រើនដូចជារូបព្រះពុទ្ធធ្វើពីមាសនិងត្បូងដែលមានតម្លៃមិនអាចគណនាបានជាឧទាហរណ៍រូបព្រះពុទ្ធតូចធ្វើអំពីត្បូងមរកតនៅក្នុងសតវត្សទី17ដែលមានឈ្មោះព្រះពុទ្ធមរកតរបស់កម្ពុជាចំណែករូបព្រះពុទ្ធមេត្រីធ្វើអំពីមាសមានទំហំប៉ុនមនុស្សលម្អទៅដោយគ្រាប់ពេជ្រជិត 10000 គ្រាប់គ្រាប់ពេជ្រធំជាងគេមានទំហំ25ក្រាតនៅខាងមុខវិហារមានរូបចម្លាក់ជាសេះរូបចម្លាក់នេះជាអំណោយពីអធិរាជណាប៉ូឡេអុងរបស់ប្រទេសបារាំងប្រគល់ឲ្យព្រះបាទនរោត្តមនាឆ្នាំ1876រូបចម្លាក់នេះធ្វើតាមគំរូដើមរបស់អធិរាជបារាំងរូបនេះឯងក្រោយមកមុខរបស់រូបចម្លាក់ត្រូវបានគេកែប្រែឲ្យមានមុខដូចព្រះបាទនរោត្តមនៅសតវត្សទី19វិហារព្រះកែវមរកតគឺជាវិហារផ្លូវការរបស់ព្រះមហាក្សត្រខ្មែរតែវត្តនេះមិនដូចជាវត្តនានានៅក្នុងប្រជាជាតិកម្ពុជានោះទេព្រោះគ្មានព្រះសង្ឃគង់នៅក្នុងនោះចំណេះដឹងថ្មីៗពីកម្មវិធីតើអ្នកដឹងទេនឹងវិលត្រឡប់មកជួបលោកអ្នកវិញនៅពេលឆាប់ៗខាងមុខនេះ